ថ្ងៃនេះខ្ញុំមកចែកម្លែកបងទៀតទៅនឹងការប្រើប្រព័ន្ធទឹកសម្រាប់នៅប្រទេសអ៊ីស្រាអែលនេះគេប្រើប្រព័ន្ធទឹកមានពីរប្រភេទគឺប្រភេទដំណក់ទឹកនិងប្រព័ន្ធសាយពីលើប្រព័ន្ធសាយពីលើនេះគេប្រើនៅពេលដែលកំពុងតែដាំបានរយៈពេលមួយសប្តាហ៍គេប្រើនៅពេលដែលកូនដំណាំទូចពេលយើងកំពុងតែដាំហ្នឹងគេប្រើរួចចាប់ពីពេលមួយសប្តាហ៍ទៅគេនឹងប្រើប្រភេទដំណក់ទឹកនេះវិញប្រភេទដំណក់ទឹកនេះគេប្រើដើម្បីឲ្យវាតក់ទឹកតក់មួយដើម្បីតម្រូវការហើយមួយទៀតគេប្រើទៅលើជីវាគេនៅនេះគេប្រើប្រភេទជីទឹកអញ្ចឹងហើយគេតក់មកជាមួយនឹងទឹកជាមួយនឹងជីដើម្បីតម្រូវការដំណាំលូតលាស់តែប្រភេទសាយពីលើនេះនៅពេលដែលយើងប្រើវាគឺអត់ល្អទេនៅពេលដំណាំធំវាធ្វើឲ្យដំណាំហ្នឹងវាត្រូវជាតិជីហើយវាធ្វើឲ្យបង្កទៅជាលក្ខណៈខូចខាតស្លឹកក៏ឬបង្កទៅជាជំងឺមូលហេតុអីដោយសារតែពេលដែលយើងដាក់ជីទៅស្លឹកពីលើនេះវាធ្វើឲ្យដំណាំហ្នឹងវាក្តៅទៅឆ្លងហើយបង្កទៅជាជំងឺអញ្ចឹងហើយនៅប្រទេសអ៊ីស្រាអែលនេះគេប្រើប្រភេទដំណក់ទឹកនេះវាជាជំរឿនល្អខ្លាំងមែនទែន